ចាគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបនឹងខ្ញុំនៅវីដេអូថ្មីទៀតហើយនេះខ្ញុំឈ្មោះជាស្រីណាជាកសិករមួយរូបដែលចិញ្ចឹមមាន់នៅភូមិជ្រៃវែងឃុំស្រែរនងស្រុកត្រាំកក់ខេត្តតាកែវហើយកាលពីសប្តាហ៍មុននេះខ្ញុំបានបង្ហាញពុកម៉ែបងប្អូនរួចមកហើយនៅពេលដែលមានមេឃភ្លៀងហើយមាន់របស់យើងហ្នឹងវាផ្ទុះជំងឺដូចជាជំងឺផ្ដាសាយក៏ដូចជាជំងឺវាថាធ្វើឲ្យមាន់យើងសកុកអញ្ចឹងណាហើយអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងបានប្រើប្រាស់ថ្នាំរួចហើយតើថាអាការៈរបស់វាប្រែប្រួលបែបណាតើទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នាចាពុកម៉ែបងប្អូនទាំងអស់គ្នាដូចឃើញខាងក្រោយនាងខ្ញុំនេះគឺជាមាន់ដែលនាងខ្ញុំបានបង្ហាញកាលពីសប្តាហ៍មុនឃើញថាកាលពីសប្តាហ៍មុនគឺវាមានសង្កុកវាមានអាការៈដូចជាធ្លាក់ស្លាបហើយមានរាគសហើយវាដកដង្ហើមខិតខាត់អញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយបន្ទាប់មកនាងខ្ញុំបានប្រើប្រាស់ថ្នាំរួចហើយតែឥឡូវនេះឃើញថាមាន់ទាំងអស់នេះវាមានអាការៈជាសះស្បើយវិញណាពុកម៉ែបងប្អូនទាំងអស់គ្នាដូចឃើញអញ្ចឹងវាមាននៅកម្លាំងឡើងវិញក៏ដូចជាខ្លាចខ្លំឡើងវិញអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារវាបានជាសះស្បើយហើយអញ្ចឹងហើយសម្រាប់មាន់របស់យើងកាលណាពុកម៉ែបងប្អូនដែលធ្លាប់ចិញ្ចឹមគាត់ប្រកាសជាដឹងហើយបើសិនជាមាន់របស់យើងវាមានធ្លាប់ជួបបញ្ហាដូចជាជំងឺវៃលុកខ្លះធ្វើឲ្យវារអាក់រអួលក្នុងការធំធាត់របស់វាផងដែរហើយដូចជាក់ស្ដែងអញ្ចឹងសម្រាប់មាន់នេះវាមានត្រឹមតែអាយុមួយខែមកតតែអញ្ចឹងឃើញថាទំហំវាប៉ុណ្ណេះគឺវាអត់ទាន់អីទេពុកម៉ែបងប្អូនទាំងអស់គ្នាវាអត់ទាន់ប៉ះពាល់វាអត់ទាន់ធ្វើឲ្យមាន់របស់យើងហ្នឹងផ្អាកតែគឺវាធំលូតលាស់ល្អធម្មតាដោយពុកម៉ែបងប្អូនឃើញអញ្ចឹងគឺថាវាល្អមែនតើមាន់នេះចាពុកម៉ែបងប្អូនទាំងអស់គ្នាឃើញថាសម្រាប់រោមរបស់វាឃើញថាវាស្អាតមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ពូជមាន់នេះយើងបែរថាពិបាកក្នុងការបដោះរោមវាច្រើនដែរដូចពូជមាន់មួយចំនួនពុកម៉ែបងប្អូនប្រកាសជាធ្លាប់ជួបប្រទេសហើយពុកម៉ែបងប្អូនដែលធ្លាប់ចិញ្ចឹមណាប្រកាសជាមាន់ខ្លះវាពិបាកក្នុងការមានរោមនៅពេលដែលយើងល្មមដល់គីឡូត្រូវលក់ហើយក៏ប៉ុន្តែវាអត់មានរោមទេតែសម្រាប់ពូជមាន់ខាងខ្ញុំនេះឃើញថាវាលូតលាស់បានល្អមែនតើហើយសម្រាប់នេះគឺជាប្រភេទមាន់ស្រែពូជស្គួយដែលនាងខ្ញុំតែងតែបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាហើយក៏នាងខ្ញុំមានលក់កន្លងមកអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះមើលជាក់ស្ដែងទៅសម្រាប់ពូជមាន់យើងគឺយើងមានចម្រោះបែបនេះយើងមានលាយមានពណ៌ក្រហមខ្លះហើយនឹងប្រភេទមាន់ពូជស្គួយខ្លះអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់មាន់នេះផងដែរឃើញថាវាមានសុខភាពវាល្អឡើងវិញហើយបងប្អូនទាំងអស់គ្នាចាំទស្សនាមើលបន្តទៀតនាងខ្ញុំនឹងថតចែកជូនពុកម៉ែបងប្អូនបន្តទៀតនៅថ្ងៃក្រោយថាតើនៅពេលដែលវាមានជួបបញ្ហាខ្លះហើយយើងមានការព្យាបាលបែបហ្នឹងតែបញ្ជាក់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់មាន់នេះយើងបានធ្វើវ៉ាក់សាំងផងដែរចាអញ្ចឹងតើមាន់នេះវាមានអាយុប៉ុន្មានតើយើងបានលក់ឲ្យគ្រប់គីឡូសម្រាប់ការលក់របស់យើងអញ្ចឹងចាំទស្សនាវីដេអូក្រោយរបស់នាងខ្ញុំបន្តទៀតចាហើយសម្រាប់ថ្ងៃនេះដែរនាងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាហើយមួយវិញទៀតបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ឬក៏ចង់បានប្រភេទកូនមាន់ស្រែពូជស្គួយសុទ្ធដោយនាងខ្ញុំបានបង្ហាញនេះពុកម៉ែបងប្អូនទាំងអស់គ្នាអាចតំណែងមកខាងនាងខ្ញុំផ្ទាល់បាននាងខ្ញុំក៏មានលក់ផងដែរចាហើយសម្រាប់វីដេអូរបស់នាងខ្ញុំថ្ងៃនេះដែរមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាហើយក៏អរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រនិងចូលចិត្តទស្សនាវីដេអូរបស់នាងខ្ញុំកន្លងមកផងដែរចាហើយកុំភ្លេចណាចាំទស្សនានាងខ្ញុំនៅវីដេអូក្រោយបន្តទៀតចាអរគុណជម្រាបលា